ចំពោះថ្ងៃនេះផងដែរយើងនឹងរៀនទៅលើនេះមកបတ်ការទេអូខេចឹងថ្ងៃនេះផងដែរគ្នាយើងនឹងរៀនទៅលើ chapter 3 control statement ចឹងអាទិត្យក្រោយអូននឹងរៀនទៅលើ array អញ្ចឹងអាទិត្យនេះ chapter 3 ពាក្យថា control statement នៅក្នុងហ្នឹងគឺវាមានទៅលើការគ្រប់គ្រងទៅលើកូដរបស់យើងណាអូនចង់ឲ្យវា work របៀបម៉េចមកដល់ហ្នឹងអូនចង់ឲ្យវាធ្វើការងារបណ្ណាឬក៏ check condition ឬក៏វាបណ្ណាអញ្ចឹងទៅចឹងទៅលើការ control statement កូដរបស់យើងបែបហ្នឹងអាហ្នឹងហើយដែលយើងត្រូវរៀនថ្ងៃហ្នឹងអញ្ចឹងនៅក្នុង control statement របស់យើងគេបានបែងចែកវាចេញជា3នៅក្នុងនេះគឺមាន decision making statement loop statement ហើយនឹង jump statement នៅក្នុង decision making statement យើងបានបែងចែកវាជា2គឺ if ហើយនឹង switch អញ្ចឹងនៅក្នុង decision making statement វាជាអ្នក decide ថា statement ណាត្រូវធ្វើការ execute ហើយ statement ហ្នឹងត្រូវធ្វើនៅពេលណាអញ្ចឹងទៅអញ្ចឹង decision making statement វាអ្នកធ្វើអញ្ចឹង decision making statement វា evaluate ទៅលើថាអូធ្វើពេលណាហ្នឹងតាមរយៈ boolean expression ចុះ boolean expression មិនទៅអញ្ចឹងទីទៀតអ្នកគ្រូនឹងបង្ហាញ flow នៃ program របស់យើងថាវា check ទៅលើ boolean expression មិនអញ្ចឹងនៅក្នុងហ្នឹងវា check ទៅលើ boolean expression ហើយវា control program flow តាមរយៈ result ឬក៏ condition ដែលអូនបាន provide វាអញ្ចឹងនៅក្នុង decision making statement នៅក្នុង Java វាមាន2ទី1គឺ if statement ទី2គឺ switch statement នៅក្នុង if statement នៅក្នុង Java គឺគេប្រើវាដើម្បី execute block នៃកូដដែលយោងទៅតាមការ evaluate ទៅលើ boolean expression ចឹង syntax របស់វាអូខេមាន if បន្តមកទៀត condition ចឹង if អូនដាក់លក្ខខណ្ឌមកបើសិនជាលក្ខខណ្ឌនោះ true ចូលមក execute block នៃកូដរបស់អូនចឹងទៅអញ្ចឹងអូនឃើញនេះ flow របស់យើងចូលមកដល់គឺវា check condition សិនហើយវាចាប់ផ្ដើម evaluate អាហ្នឹងតាមរយៈ boolean expression អូនឃើញមាន true false ទេបែបហ្នឹងអញ្ចឹងបើសិនជា condition របស់អូនដាក់មក true វានឹង execute inside block code នៅក្នុង body របស់វាហ្នឹងប៉ុន្តែបើអត់ទេវាធ្វើកូដបន្ទាប់ហ្នឹងបើអត់មានអីទៀតទេវាបញ្ចប់ចឹងទៅអញ្ចឹងនេះគឺជាឧទាហរណ៍មួយអូនដឹងហើយនៅក្នុង Java យើងត្រូវមាន class បន្ទាប់មកយើងត្រូវមាន method អញ្ចឹងនៅក្នុងនេះគឺជា basic statement ដែលពន្យល់គ្នាយើងអំពី if statement របស់យើងនៅក្នុងនេះគេបានប្រកាស variable x ហើយ10យើង check លក្ខខណ្ឌថាបើសិនជា x ធំជាង5គឺគេ print message ប្រាប់ថា x is greater than 5អញ្ចឹងបើយើងមើលតម្លៃ variable ដែលគេបានដាក់10តើវាពិតជាធំជាងមែនអត់អញ្ចឹងនេះ if ហ្នឹងវាអ្នក decide ថានេះបើសិនជាវាធំជាងយើងនឹង print អាហ្នឹងអញ្ចឹងតម្លៃរបស់យើងពិតជាធំជាងមែនអញ្ចឹងយើងបង្ហាញ result បែបហ្នឹងមកអញ្ចឹងណាអញ្ចឹងកន្លែងនេះនៅលើ if statement ជាធម្មតាដោយអូនដែលដឹងអញ្ចឹងកាលអូនរៀន C C++ if ធម្មតា if វាមានតែ if ហ្នឹងឯងក្រៅពីហ្នឹងវាអត់មានធ្វើអីតទៀតទេប៉ុន្តែឧទាហរណ៍ថាអូនមាន if ហើយអូនចង់ឲ្យក្រៅពីលក្ខខណ្ឌមួយហ្នឹងឲ្យវាទៅធ្វើការងារផ្សេងមួយទៀតអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺអូនត្រូវប្រើ if else អញ្ចឹង if else ហ្នឹងគឺគេប្រើ check លក្ខខណ្ឌដូចគ្នាប៉ុន្តែគ្រាន់តែយើងមានលក្ខខណ្ឌមួយនៅក្នុង if យើង check លក្ខខណ្ឌក្រៅពីលក្ខខណ្ឌមួយហ្នឹងកន្លែង else គឺអូនធ្វើឲ្យគេអញ្ចឹងទៅ syntax របស់វា if condition បន្ទាប់មក block នៃកូដហ្នឹងបញ្ចូលអាហ្នឹងប៉ុន្តែបើសិនជាអត់នៅក្នុងអាហ្នឹងទេក្រៅពីលក្ខខណ្ឌមួយហ្នឹងគឺចូលអានេះអូនឃើញ L នេះអត់មានបញ្ជាក់អីថាលក្ខខណ្ឌអីទៀតទេអញ្ចឹងណាមានតែ if ទេដែលបញ្ជាក់លក្ខខណ្ឌថាត្រូវចូលលក្ខខណ្ឌអីគេ L មានន័យថាក្រៅពីលក្ខខណ្ឌដែលប្រកាសពីកន្លែង if ហ្នឹងគឺចូល L ទាំងអស់បែបហ្នឹង program flow របស់គេ check មកបើសិនជា true វាធ្វើក្នុង if code ប៉ុន្តែបើអត់ទេវាធ្វើនៅក្នុង L code ចឹងទៅចឹងនេះគឺជា example នេះបើអូន run អត់ចេញទេគ្នាយើងត្រូវមាន class មាន main method អីមកណាបំរានចេញ
ចឹងនៅក្នុងនេះអូនឃើញយើងមាន variable number ស្មើ13គេបាន check លក្ខខណ្ឌថាបើសិនជា number របស់យើងអានេះគឺសញ្ញា modulus មានន័យថាចែកសំណល់ជាមួយ2បើសំណល់របស់វា0និយាយឲ្យស្រួលស្ដាប់គឺថាបើសិនជាលេខរបស់យើងចែកដាច់នឹង2គឺយើង print message ប្រាប់ថាលេខចំនួនគូ L ក្រៅពីអាហ្នឹងចែកដាច់អត់ខ្វល់ថាសល់សំណល់ប៉ុន្មានទេឲ្យតែអត់ស្មើ0គឺ print ប្រាប់ថាអាហ្នឹង odd number អញ្ចឹងណាអញ្ចឹងអានេះគឺជា if else ឥឡូវយើងចូលមកកាន់ if ហើយនឹង else if ជាធម្មតាអូនដឹង if ហើយ else ហើយអញ្ចឹងក្នុងហ្នឹងក៏វាមាន else if ដែរអូនត្រូវចាំថាលក្ខខណ្ឌជួនកាលអូនអាចមានលក្ខខណ្ឌច្រើនជាងមួយព្រោះថាអូលក្ខខណ្ឌបើសិនជាប៉ុណ្ណេះយើងឲ្យធ្វើអាហ្នឹងបើសិនជាប៉ុណ្ណេះយើងឲ្យធ្វើ B អញ្ចឹងទៅប៉ុណ្ណេះយើងឲ្យធ្វើ C អញ្ចឹងទៅក្រៅពីលក្ខខណ្ឌទាំង3ហ្នឹងបានយើងឲ្យធ្វើអីផ្សេងអញ្ចឹងអាក្រៅពីលក្ខខណ្ឌទាំង3ហ្នឹងយើងប្រើ else ចុះអាបន្ទាប់ពីលក្ខខណ្ឌទី1វាមានលក្ខខណ្ឌបន្តទៀតនោះតែយើងធ្វើអីគេជាធម្មតាលក្ខខណ្ឌ if គេប្រើតែពីខាងលើ statement ដំបូងហើយវា check លក្ខខណ្ឌដូចគ្នាប៉ុន្តែគេប្រើ if ពីខាងលើដំបូងបន្តមកទៀតបើអូនមានលក្ខខណ្ឌផ្សេងមួយទៀតគឺអូនប្រើ else if ទោះថាចុះអ្នកគ្រូរបស់ខ្ញុំអត់ចង់ប្រើ else if ខ្ញុំប្រើ if រហូតបានអត់បានអត់ខុសទេអត់ខុសហ្នឹងអ្នកគ្រូសំដៅទៅលើអត់ error ប៉ុន្តែអ្នកគ្រូអត់និយាយថមតែគេថាតើអូនចេះសរសេរកូដអត់ទេគេថាយើងអត់ចេះសរសេរកូដទេបើយើងសរសេរបែបហ្នឹងយើងសិនទៅលើស្មាត់អត់ដឹងថាប្រើមិនផងម៉ែអូនប្រើ if រហូតអញ្ចឹងណាតែបើសួរថាបើខ្ញុំសរសេរតែ if អញ្ចឹងរ៉ានចេញអត់ចេញប៉ុន្តែគុំថាអានសរសេរទៅអត់ error សរសេរអាហ្នឹងអូនទៅសម្ភាសការងារគេឲ្យយើងតេស្តកូដផ្ទាល់គ្រាន់តែឃើញកូដយើងសរសេរគេលេខឲ្យជាប់បានហ្នឹងហើយអញ្ចឹងនៅក្នុង if គឺយើងប្រើ if មុនបន្តមកទៀតបើមានលក្ខខណ្ឌបន្តទៀតគឺអូនត្រូវប្រើ else if អាហ្នឹងប្រើសម្រាប់ check លក្ខខណ្ឌដូចគ្នាគ្រាន់តែថានេះក្រៅពី if ខាងលើហ្នឹងបើសិនជាចូលលក្ខខណ្ឌមួយនេះអាក្រោមក៏ចឹងដែរ else if តោះតែចុងក្រោយបំផុតក្រៅពីលក្ខខណ្ឌទាំងអស់ហ្នឹងបានយើងប្រើ else ណាហ្នឹងហើយពេលវាបែបនេះយើងឃើញហើយ else if condition else if condition អញ្ចឹងក្នុង else if ក៏យើងត្រូវមាន condition បែបនេះ flow របស់វាបើ condition ទី1 true វា behind statement ចប់បើអត់ទេវា check condition ទី2បើអត់ទៀតវា check condition ទី3បើ true វាបញ្ចប់ចុះទៅបើអត់ទៀតគឺវាចូលកន្លែង else អញ្ចឹងណាបែបហ្នឹងចឹងនេះគឺជាឧទាហរណ៍ទៅលើ else if បងឃើញហើយ if តមកយើងមាន else if ក្នុងនេះមានលក្ខខណ្ឌរបស់យើងអញ្ចឹងណា else if លក្ខខណ្ឌច្រើនចុងក្រោយបានមាន else ក្រៅពីអស់ហ្នឹងគឺចូល invalid អូខេយើងចូលមកកាន់កន្លែងនេះមួយទៀត nested ឃើញយើងណាលើពាក្យ nested ទេអញ្ចឹងកន្លែងនេះ nested if ពាក្យថា nested មានន័យថាវាស្ថិតនៅក្នុង body គេមួយផ្សេងទៀត nested if មានថា if មួយដែលស្ថិតនៅក្នុង if មួយផ្សេងទៀតអញ្ចឹងកន្លែង nested if ហ្នឹងអញ្ចឹង nested if statement គេបានបញ្ជាក់ថាវា represent ទៅលើ if block within another if block អញ្ចឹងនៅក្នុង inner if block វា execute នៅពេលណាដែល outer if block condition វា true អញ្ចឹងមួយណា inner មួយណា outer អញ្ចឹងពាក្យថា inner if block មានន័យថា if ដែលស្ថិតនៅក្នុងខ្លួនគេហ្នឹងអាហ្នឹងគេហៅវាថា inner outer if block មានថា if ណាដែលស្ថិតនៅខាងក្រៅអញ្ចឹងអូនឃើញហើយនេះ syntax របស់វាអូនឃើញ if មួយនៅពីខាងក្រៅអ្នកនៅពីខាងលើហ្នឹងអាហ្នឹងគេហៅវាថាជា outer if block if block ដែលស្ថិតនៅក្នុងខ្លួនគេហ្នឹងគេហៅវាថា inner if block អញ្ចឹង inner if block វាធ្វើលុះត្រាណាទាល់តែ outer if block condition នេះ true ជាធម្មតាដូចយើងសរសេរកូដអញ្ចឹងបើសិនជា if នេះយើងអត់ true ផងវាធ្វើមក execute កូដពីខាងក្នុងទៅអត់អញ្ចឹងនេះក៏ដូចគ្នាដែរបើសិនជា outer if block របស់យើងអត់ true ផងហ្នឹង check លក្ខខណ្ឌអត់ត្រូវផងអញ្ចឹង if block អត់ធ្វើទេអា inner if block នេះអត់ធ្វើទេលុះត្រាណាទាល់តែលើនេះវាលក្ខខណ្ឌរបស់វា true អញ្ចឹង flow របស់វាបើសិនជា condition true វាធ្វើ if block នៅក្នុងនេះវា check condition ថ្មីcondition ក្នុងនេះបើសិនជា fail
បញ្ចប់បើសិន true ធ្វើអា code នឹងចឹងទៅនេះបើ fail បញ្ចប់ចឹងទៅវាអត់ចូលនៅក្នុងអា inner if block នេះទេនេះគឺជា sample ទៅលើ nested if statement ឃើញគេមានអាយុ20ឆ្នាំផ្សាយតម្លៃមួយទៀតគឺទម្ងន់80គីឡូគេ check ថាបើសិនជាអាយុធំជាងឬស្មើ18បើសិនជា true យើង check ថាបើសិនជាគីឡូធំជាង50យើងនឹង print message ប្រាប់ថាគាត់ទេeligible មានន័យថាគ្រប់លក្ខខណ្ឌណាខ្មែរគេថាគ្រប់លក្ខខណ្ឌចឹងហើយក្នុងការបរិច្ចាគឈាមហ្នឹងហើយប៉ុន្តែបើសិនជារបស់គាត់គាត់ចូលអាយុរបស់គាត់16ចាំមានថាគាត់តែចង់គាត់អាយុធ្លាក់បាត់តែមិនទាន់ដល់គីឡូទេអញ្ចឹងណាបែបហ្នឹងអញ្ចឹងអានេះគេហៅថា nested if មួយទៀតនៅក្នុង decision making របស់យើងគឺ switch statement switch statement ហើយ if statement ណាពីរហ្នឹងដូចគ្នាប៉ុន្តែវាខុសគ្នាទៅលើការប្រើវាប្រើសម្រាប់ decision making ដូចគ្នាប៉ុន្តែអូនត្រូវចាំថា switch គឺគេប្រើនៅពេលណាដែលគេបោះ value មួយមកហើយគេមាន case ជាច្រើនដែលអាចចូលនៅក្នុងអាមួយហ្នឹងឧទាហរណ៍ដូចជាខែអញ្ចឹងអូនឃើញយើងបោះទៅលើឧទាហរណ៍គេឲ្យយើងបោះលេខតំណាងខែលេខ1តំណាង January លេខ2តំណាង February លេខ3តំណាង March អីចឹងទៅអូនឃើញយើងបោះ value តែម្ដងឯងប៉ុន្តែយើងអាចមានច្រើនលក្ខខណ្ឌប៉ុន្តែ if វិញវាខុសគ្នាបើអូនមើលរបៀបប្រើទៅគឺខុសគ្នាដាច់ហ្មងមានន័យថាអូនបោះ value មួយមែនប៉ុន្តែ value របស់អូនពេល if អីហ្នឹងគឺអូនមានលក្ខខណ្ឌ check មានតូចជាងធំជាងស្មើអីចឹងទៅអញ្ចឹងណាបែបហ្នឹងហើយលក្ខខណ្ឌរបស់យើងអាចខុសគ្នាប៉ុន្តែនៅក្នុងនេះគឺវាបោះតែមួយតែវាអាចមានច្រើនខេនចឹងទៅនៅក្នុង switch statement វាអាច work ជាមួយ by short in long អញ្ចឹងទៅអញ្ចឹង by short in long នេះសុទ្ធតែជាអីគេ integer នៅក្នុង Java ណា enum type អ្នកក៏ដឹងថាយើងរៀននៅក្នុង database នៅទេ enum ភាគច្រើនគឺជាប្រភេទ data type មួយដែលអូនអាចប្រកាស data លក្ខណៈថាយើងប្រកាសទុកមុនជ្រើសបាននឹងក្រុម data មួយឈ្មោះថា status ដែល status របស់យើងមាន value ដូចជា approval pending អីចឹងទៅធម្មតា enum វា store data អស់បែបហ្នឹងបើសិនជា approve នេះវាមាន approve វាមាន pending មានអីចឹងទៅប្រកាសអញ្ចឹងនៅក្នុង switch ក៏អាច work ជាមួយនឹងបានដែរអញ្ចឹងគេបានប្រាប់ថាអូខេនៅក្នុង switch statement ហ្នឹងអា case របស់យើងនៅក្នុងcase value ហ្នឹងវាអាចមានតែមួយក៏បានឬក៏ n number ក៏បានដែរបែបទៅតាម expression មួយcase value មកពី switch expression type only ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគេបានប្រាប់ថា case value របស់យើងត្រូវតែ unique វាអាច duplicate ទេថាឥឡូវបើសិនលេខ1ហើយចេញអីគេលេខ2ចេញអីគេវាអាច duplicate បានទេ duplicate ពីរដូចគ្នាចេញអានេះវាអត់ដឹងថាតើចូលមួយណាអញ្ចឹងណាហ្នឹងហើយចឹងនៅក្នុងហ្នឹងនៅក្នុងការប្រើ switch ដែលខាតនៅក្នុង case មួយអូនត្រូវមាន break statement នៅក្នុងហ្នឹងអញ្ចឹងមានថាពេលចូលកន្លែង case មួយហ្នឹងវាមកដល់ថាអូឥឡូវចូល case មួយហ្នឹងហើយ break បញ្ចប់ program របស់យើង sample របស់វាទៅលើ syntax របស់វាគឺបែបនេះយើងមាន switch តោះមកអូនបោះ expression អញ្ចឹងណា expression របស់យើងអូនបោះអីគេក្នុងហ្នឹងពេលមកវា check case ទៅលើ value ដែល expression អូនបានបោះមកហ្នឹងបើសិនជា true វា break ចឹងទៅបើអត់ទេវានឹងចូល case មួយរហូតដល់ default ចឹងទៅអូនឃើញ flow របស់វាគឺ copy f ចូលមកដល់ expression របស់យើងចូលមក case មួយមកចត់បើមិន print អាហ្នឹងហើយ break បើអត់ទេអានមិនបន្តទៀតមើលមានអត់បើអត់មិនទៀតមកបន្តទៀតបើអត់មិនទៀតមកកាន់ default print អាហ្នឹងបញ្ចប់អញ្ចឹងអានេះគឺជា flow នៅក្នុង switch statement អញ្ចឹងអានេះគឺជា sample ទៅលើ switch គឺបោះ number 20
អានេះគឺជា case statement បើសិនជា in case បើដែលបោះមកស្មើ10ពីនេះបើស្មើ20ពីនេះបើស្មើ30ពីនេះបើ default នេះតែ number របស់យើង20អញ្ចឹងវាឆ្លាស់ជា print 20មកហើយអញ្ចឹង decision making statement បញ្ចប់ត្រឹមប៉ុណ្ណឹងទៅលើ if ទៅលើ C គ្នាយើងមានចំណុចអីទេអត់មានទេចាអូខេអញ្ចឹងឥឡូវអ្នកគ្រូសុំមូទៅតាមចំណុចទៀតគឺ loop statement loop statement យើងគ្រាន់តែឃើញ loop យើងដឹងហើយមានន័យថាគឺជាការធ្វើការងារដដែលធ្វើវាដដែលធ្វើចុំអញ្ចឹងទៅចឹងនៅក្នុង loop statement គេបានបែងចែកវាចេញជា3គឺ for loop while loop do while loop អញ្ចឹងដោយសារអ្នកគ្រូព្រានយើងអនឡាញនេះយើងអត់សូវឆ្លើយអ្នកគ្រូចឹងអ្នកគ្រូបញ្ចូលហ្មងទៅអញ្ចឹង for loop ជាធម្មតាគឺគេប្រើវានៅពេលណាដែលអូនដឹងចំនួនដងការ loop 3ហ្នឹងទាំង for loop ទាំង while loop do while loop គឺគេប្រើវាសម្រាប់ធ្វើការងារតែដូចគ្នាអូនប្រើមួយណាក៏បានដែរគ្រាន់តែថាពេលដែលអូនប្រើវាមានលក្ខខណ្ឌពិសេសរៀងៗខ្លួននៅក្នុងការប្រើនៅក្នុង condition មួយៗចឹងទៅនៅក្នុង for loop គេប្រើវាល្អនៅពេលណាដែលអូនដឹងចំនួនដងនៅក្នុងការ loop ច្បាស់លាស់ឧទាហរណ៍អ្នកគ្រូសរសេរតាមអានខុសពាក្យមួយហ្នឹងគ្រូឲ្យអ្នកគ្រូសរសេរ100ចប់អញ្ចឹងមានថាពាក្យថា100ចប់កន្លែងហ្នឹងអូនដឹងចំនួនដងនៃការ loop របស់យើងហ្មង loop ប៉ុន្មានដង100ដងតើទេអញ្ចឹងក្នុងលក្ខខណ្ឌបែបហ្នឹងគឺអូនត្រូវប្រើ for loop អញ្ចឹងនេះដោយណាគ្រូបានប្រាប់អញ្ចឹងconcept របស់គេគឺ loop គឺប្រើដើម្បីទៅលើ iterate និងការធ្វើការងារតែនៅក្នុង part របស់ program របស់យើងមាន3 type នៃ loop របស់យើងមាន for loop while loop ឬ while loop អញ្ចឹងទៅនៅក្នុង for loop គឺវា suitable នៅពេលណាដែលយើងដឹងចំនួនដងនៃការ loop អញ្ចឹងនៅក្នុងនេះអានេះគេទៅយល់ទេនេះជាសិនតនៃ for loop របស់យើងគេមាន for គេមាន initialization គេមាន condition increment ហើយនិង decrement អញ្ចឹងនៅក្នុងហ្នឹង initialization គឺជាការប្រកាស variable របស់យើងហើយអាសាដូចយើងឃើញធ្លាប់ឃើញហើយ ni អញ្ចឹងទៅស្មើបានអញ្ចឹងទៅ honestly ការអ្នកគ្រូនៅរៀននៅគ្នាយើងអ្នកគ្រូឆោតណាអ្នកគ្រូអត់ដឹងថាអាហ្នឹង variable ទេអ្នកគ្រូឃើញលោកគ្រូប្រើ i ពេលនៅក្នុងអា nested loop j អញ្ចឹងអ្នកគ្រូប្រកាសថា i j អ្នកគ្រូអត់ដែរហ៊ានដូរទៅ a b c ឬក៏ c a ឬក៏ដាក់ឈ្មោះ variable ផ្សេងអត់សោះហ្មងមូលហេតុខ្លាចខុសអញ្ចឹងដល់ពីគ្នាយើងអូនត្រូវចាំថា initialization គ្រាន់តែការប្រកាស variable ហើយ assign តម្លៃទេអញ្ចឹងអូនដាក់ variable ឈ្មោះអីក៏បានដែរណាកន្លែងហ្នឹង condition លក្ខខណ្ឌបន្ទាប់មក increment decrement បន្ទាប់មក block នៃ code របស់យើងអញ្ចឹងនៅក្នុង for loop វាគឺជា syntax មួយដែលវាកាត់អូនឃើញនៅក្នុងហ្នឹងវាផ្ដុំ initialization condition increment អីហ្នឹងក្នុងតែមួយឡាញទេប៉ុន្តែ process របស់វាមានន័យថាចូលមកព្រាមគឺវា check ទៅលើ initialization តម្លៃដែលអូន initialize មកសិនប្រហែលហើយវា check ថានេះតើអាតម្លៃដែលអូនបោះមកជាមួយលក្ខខណ្ឌរបស់យើងត្រូវអត់បើត្រូវវាចូលក្នុង loop body របស់យើងថាអូនធ្វើអីគេបន្តមកទៀតបានគេយកអាតម្លៃ initialization របស់យើងហ្នឹងយកមកបូកថែមឬក៏ដកបេះទៅតាមអីដែលអូនបានដាក់ហើយវាធ្វើតទៀត loop រហូតបែបហ្នឹងចឹងទៅតតែលក្ខខណ្ឌហ្នឹងឡើងត្រូវ fail terminate ចឹងទៅអញ្ចឹងអូនឃើញហើយចូលមកព្រាមវាមិនមែន run direct មកបែបនេះទេមានន័យថាវា initialization វាតែ condition ចឹងបើត្រូវបានវាចូលទៅក្នុង statement block នៃ code របស់យើងហើយបានវាមក update នេះតាមក្រោយអញ្ចឹងនេះគឺជា process របស់ for loop អញ្ចឹង process របស់វាបែបហ្នឹងហើយគេប្រើវាល្អនៅពេលណាដែលយើងដឹងចំនួនដងច្បាស់លាស់ example របស់យើងអានេះអូនឃើញហើយ initialize របស់យើងមួយបើចូលមកផ្ទះ check លក្ខខណ្ឌតើ i តើលក្ខខណ្ឌរបស់យើងពិតជា true អត់ i របស់យើងមួយពិតជាតូចជាងស្មើ10អត់ចាត្រូវជិះវា print i print 1តើមកវាបូកថែម1យក i បូកថែម1 2 i 2អញ្ចឹង i ពិតជាតូចជាងអញ្ចឹងអូនឃើញនេះលក្ខខណ្ឌរបស់វានៅធ្វើរហូតតតែ print បានដល់10ដល់ពេល i របស់យើង10ពេល print អានេះហើយបូកថែមមួយទៀត11លក្ខខណ្ឌរបស់យើងតែងត្រូវវាបញ្ចប់អញ្ចឹងណាអញ្ចឹងអានេះគឺជា
loop statement ក្នុងនេះគឺយើងក៏មាន nested for loop ដែរមិនមានតែ nested if ទេ nested for loop គឺអូនដឹងហើយពាក្យថា nested ខ្លះណាមានថា loop មួយស្ថិតនៅក្នុង body loop មួយផ្សេងទៀត nested loop គេប្រើវាល្អនៅពេលណាដែលអូនធ្វើការងារដដែលៗហ្នឹងប៉ុន្តែទៅលើ multiple dimension multiple dimension មានន័យថានៅក្នុងហ្នឹងដូច multiple dimensional array អញ្ចឹងណាទៅលើហ្នឹងមានថាអូន loop ច្រើនជាងម្ដងនៅក្នុងការ loop របស់យើងច្រើនជាងម្ដងអញ្ចឹងទៅ data របស់យើងមានច្រើនជាងមានច្រើន dimensional អញ្ចឹងទៅលើ two dimensional array ហ្នឹងយើងនឹង cover នៅលើទឹកក្រោយណាប៉ុន្តែប្រហែលជាអូនធ្លាប់សុំទៅលើយើងរៀន C++ ហើយ array ទៅលើ multi dimensional data អញ្ចឹងទៅចឹងនៅក្នុងនេះឧទាហរណ៍ថាគេចង់ print ផ្កាយបែបនេះអូនឃើញទេវាច្រើន dimensional នៅក្នុងហ្នឹងអញ្ចឹងនៅក្នុងនេះ loop ចូលមកភ្លាម loop បែបនេះហើយមាន loop ពីខាងក្នុងអញ្ចឹងអូនត្រូវចាំថាអា loop ពីខាងក្រៅគេហៅវាថា outer loop ពីខាងក្នុងគេហៅថា inner loop ពេលចូលមកកាន់ loop របស់យើងចូលមកកាន់ outer loop នេះបើសិនជា outer loop របស់យើង condition ត្រូវវានឹងចូលមកកាន់ inner loop inner loop របស់យើងវាមិនមែនធ្វើតែមួយហើយរត់ទៅក្រៅវិញទេមានថាវាធ្វើ inner loop នោះទាល់តែចប់សិនបានរត់មកក្រៅវិញភាសាទៀតអញ្ចឹងណាចាំបានគេបញ្ជាក់ប្រាប់ថានៅក្នុងហ្នឹង nested for loop វាចូលមកដល់វាធ្វើ outer loop ម្ដងហើយវា finish inner loop ហ្នឹងឲ្យចប់សិនហើយបានវា start ទៅ outer loop ម្ដងទៀតនៅក្នុង coding របស់យើងនេះអូនឃើញ i របស់យើងស្មើ1 i របស់យើងអូជាងស្មើ5ក្នុងលក្ខខណ្ឌហ្នឹងយើងនឹងឲ្យ i បូកអញ្ចឹងចូលមកព្រាមលក្ខខណ្ឌនៅក្នុង for loop របស់យើង initialization របស់យើង1មើលលក្ខខណ្ឌបើ i ស្មើ1ពិតជាតូចជាងស្មើ5 true ថាទេវាចូលមកដល់ក្នុង body នេះ body របស់យើងគឺយើងមាន inner loop យើងមាន loop មួយទៀត j របស់យើងស្មើ1អញ្ចឹង initialization នៅក្នុង loop នេះគឺ j ស្មើ1លក្ខខណ្ឌ j តូចជាងឬស្មើ i របស់យើងឥឡូវហ្នឹងហ្មង1អញ្ចឹង true វាចូលមកវាព្រីខាយ1ហើយវាយក j ខាយ1 j កើន2 check លក្ខខណ្ឌ j តូចជាងស្មើ i របស់យើង1ឯងគឺលក្ខខណ្ឌរបស់យើងលែងត្រូវហើយអញ្ចឹងវាចេញពី for loop ហ្នឹងមកវាបញ្ចប់ for loop ហ្នឹងហើយវា print វាចុះបន្ទាត់ new line ចុះបន្ទាត់មួយហើយបានវាយក i បូកថែម1អញ្ចឹង i របស់យើង1បូកថែម1បាន2ហើយវារត់មកកាន់អានេះឡើងវិញ check លក្ខខណ្ឌផ្សេងទៀត2 i របស់យើង2តូចជាងស្មើ5អត់យេតូចជាងស្មើ5វាចាប់ផ្ដើមចូលមកកាន់ loop អញ្ចឹង j របស់យើងនៅមួយដដែល initialization j របស់យើងមួយដដែលប៉ុន្តែលក្ខខណ្ឌ j របស់យើងតូចជាងស្មើ i របស់យើងបាន2អញ្ចឹង j បូកអញ្ចឹងចូលមកព្រាមវា print ផ្កាយវាអត់ទាន់ចប់ទេអញ្ចឹងវារត់មកកាន់ loop មួយសារទៀតដោយសារ j របស់យើងបូកថែម1 2ដល់ពេល j កន្លែងនេះលក្ខខណ្ឌរបស់វាស្មើ2អញ្ចឹងលក្ខខណ្ឌនៅ true អញ្ចឹងវា print ផ្កាយមួយសារទៀតអញ្ចឹងអូនឃើញផ្កាយបែបនេះអញ្ចឹងចូលមកកាន់ទី3 j របស់យើងមិន3អញ្ចឹងបានវា print 3ដងដល់ពេល j របស់យើងបែរតាម i 4វា print 4ដង print 5ដងបែបហ្នឹងអញ្ចឹងហ្នឹងហើយ nested loop គេប្រើវាល្អនៅក្នុង multi dimensional data បែបហ្នឹងឧទាហរណ៍នេះគឺជាឧទាហរណ៍ទៅលើបែបហ្នឹងហើយអញ្ចឹងណាយើងនៅក្នុងនេះផងដែរអានេះ for loop ដដែលទេប៉ុន្តែដោយអូនដឹងស្រាប់អញ្ចឹងនៅក្នុងការ access array នេះយើង access មិនពេលអូនប្រើ for loop អូនមិន access តាមរយៈ index អូនមិន print for loop តាម index មក array index របស់វា start ពី0ទៅអញ្ចឹងមានន័យថាអូន access អូនបោះលេខ1មកប៉ុន្តែអូនត្រូវដកថែម1ដើម្បី access index ហ្នឹងដោយសារ index របស់យើង start ពី0ទៅប៉ុន្តែវាមានការសរសេរកាត់មានថាពេល on loop អូនមិនត្រូវមានប្រកាស initialization ហើយយើងត្រូវដឹងទៅលើទំហំនៃ array របស់យើងទាំងអស់មានប៉ុន្មាន element បោះ element ហ្នឹងមក check អីចឹងទៅហើយយើង print តាម index មួយចឹងទៅប៉ុន្តែឧទាហរណ៍ថាអូនចង់សរសេរកាត់ for each នេះគឺគេប្រើវាជាមួយនឹង array នៅក្នុង Java ពេលដែលអូនចង់ print array នៅក្នុង Java របស់យើងចង់ access វាប៉ុន្តែ for each នេះវាជារបៀបសរសេរកាត់
ដើម្បីអាសារ array មែនប៉ុន្តែការអាសារ array របស់យើងគឺអាសារតាម element អត់តាម index ទេចឹងគេបានប្រាប់ថា for each ហ្នឹងគឺវា simple សម្រាប់ for loop ដែលយើងបាច់មាន decrement អីទេនេះគឺជា syntax របស់គេបងឃើញមាន for data type ហើយនឹង variable សំដៅទៅលើ array របស់យើង array របស់យើងជា int យើងដាក់ int មកហើយ variable ថ្មីតំណាងឲ្យ data ដែលអូន access មួយហ្នឹងឈ្មោះ array name ហើយកូដដែលយើងចង់ធ្វើអីគេពេលយក access បានយើងយកតម្លៃហ្នឹងធ្វើអីចឹងទៅ print ឬក៏យកបូកដកថែមឬអីលើយើង syntax របស់គេអូនឃើញយើងមាន array របស់យើងទាំងអស់មានចំនួន5 element ជាធម្មតាបើសិនជាអូនទៅ say for មាន initialization ផង condition ផង increment decrement អីចឹងទៅប៉ុន្តែបើអូនប្រើ for each អូនគ្រាន់តែបកកា variable ឈ្មោះ array ហើយ print ទៅ print variable ដែលអូនបានដាក់មួយហ្នឹងប៉ុណ្ណឹងបែបហ្នឹងអញ្ចឹង for each ហ្នឹងវាគឺជា shortcut មួយដែលអូនប្រើដើម្បី access element នៅក្នុង array អូខេអ្នកឧទាហរណ៍ទៅទៀតគឺ label for loop label គឺជាការដាក់ឈ្មោះ label គឺជាការដាក់ឈ្មោះសម្គាល់ loop របស់យើងមួយអញ្ចឹងទៅអញ្ចឹងគេប្រើវាល្អនៅពេលណាដែលយើងប្រើជាកម្មសិទ្ធិមិនប៉ុន្តែ label នៅក្នុងការប្រើ for loop នេះគឺច្រើននៅក្នុងការសរសេរកូដឥឡូវគេអត់សូវប្រើទេដោយសារវាពិបាកក្នុងការ debug កូដអញ្ចឹងណាអូខេអញ្ចឹងនេះគឺជាការ syntax នៅក្នុងគឺជា syntax ក្នុងការដាក់ឈ្មោះទៅលើ loop របស់យើងមានថាអូនឃើញទេ label name ឈ្មោះដាក់មិនដាក់ទៅដាក់ឈ្មោះមកចុច2ហើយ loop របស់យើងអញ្ចឹង label នេះគឺជាឈ្មោះដើម្បីស្គាល់ for loop របស់យើងហ្នឹងឯងឧទាហរណ៍អូនឃើញនៅក្នុងនេះយើងឃើញមាន AA ជា2អញ្ចឹងនេះគឺជា label AA ដើម្បីសម្គាល់ for loop ឥឡូវនេះ outer loop ហ្នឹង BB នេះគឺជាសម្គាល់ label ដើម្បីសម្គាល់ for loop inner loop នៅក្នុងនេះអញ្ចឹងបើសិនជាអូនមើលទៅលើ condition របស់យើងបើសិនជាចូល loop នេះលក្ខខណ្ឌហ្នឹងត្រូវទៅចូល inner loop នេះ check លក្ខខណ្ឌហ្នឹងត្រូវគេ check វា print ប៉ុន្តែបើសិនជាវា print loop នៅក្នុងហ្នឹងនៅពេលមានលក្ខខណ្ឌមួយទៀតបើសិនជា i របស់យើងស្មើ2ហើយ j របស់យើងស្មើ2 break AA ពាក្យថា break AA មានថាវាមកបញ្ចប់ loop ខាងលើនេះអញ្ចឹងអ្នកគ្រូឥឡូវយើងមើលទាំងអស់គ្នា for n i របស់យើងស្មើ1លក្ខខណ្ឌនឹង check ថា i របស់យើងតូចជាងស្មើ3អត់បើតូចជាងយើងនឹងចូលនេះជាង i របស់យើង1វាតូចជាងស្មើ3អញ្ចឹងវាចាប់ឡើងចូល loop មួយនេះយើងមើល initialize j របស់យើងស្មើ1 j របស់យើងតូចជាងស្មើ3 j បូកគេ check លក្ខខណ្ឌ if i របស់យើងស្មើ2 i របស់យើងស្មើ2អត់ហ្នឹង i យើង1ហ្នឹងយើងលក្ខខណ្ឌនេះអត់ចូលទេអញ្ចឹងវាមកកាន់ line បន្ទាប់នេះប្រាប់ថា system.out.print i j ទាំង i របស់យើង1 j របស់យើងមែន1អញ្ចឹងនៅក្នុងនេះ loop inner loop របស់យើងអត់ទាន់ចប់ទេអញ្ចឹង j របស់យើងបូកថែមមួយទៀតអញ្ចឹងនាំឲ្យ j កើន2លក្ខខណ្ឌរបស់យើងនៅតែ true i 1អញ្ចឹងអត់ត្រូវទេអញ្ចឹងអានោះអត់ត្រូវទេអញ្ចឹង print មួយទៀតគឺ1 2វា loop មួយសារទៀត j របស់យើងឡើងដល់3អញ្ចឹងពេល print មកវាចេញ1 3អូនឃើញបែបនេះ1 3អញ្ចឹងនៅក្នុង inner loop របស់យើងចាប់ហើយពេលបូកថែមមួយទៀត j 4លក្ខខណ្ឌឡើងត្រូវហើយអញ្ចឹងវាចប់អញ្ចឹង i របស់យើងត្រូវបូកថែមមួយអញ្ចឹង i វាកើត2លក្ខខណ្ឌរបស់យើងនៅតែ true អញ្ចឹងចូលមកភ្លាម j របស់យើង1 j របស់យើងនេះអញ្ចឹងទៅអញ្ចឹង1 true អញ្ចឹងវាចូលមក i របស់យើងវាចូលមក check លក្ខខណ្ឌសិន i របស់យើងស្មើ2ចូលអានេះណា n គេប្រាប់ថា n តើតែ j ស្មើ2ចុះ j របស់យើងចូលមកភ្លាមស្មើ1ហ្នឹងគឺអត់ទេអញ្ចឹងវា print អានេះមួយទៀតគឺ2 1ពេល loop ភាសាទៀត j របស់យើង2អញ្ចឹងវា check មកវានៅ true អញ្ចឹងវា check ថាបើសិនជា i វាស្មើ2 and j ស្មើ2អញ្ចឹងអានឹងត្រូវហើយត្រូវអត់ break អញ្ចឹងនៅក្នុងនេះក្នុងចាំ statement break មានន័យថាគឺជាការ terminate ការបញ្ចប់នៃ program របស់យើងកន្លែងហ្នឹងអញ្ចឹងមានថា break AA អញ្ចឹង break AA មានថាវាមិនមែន break ទៅលើអានេះណាគឺវាបញ្ចប់ loop ខាងលើហ្នឹងហ្មងបញ្ចប់ terminate direct ហ្មងអញ្ចឹងបងអូនឃើញ output របស់យើងមានត្រឹមតែប៉ុណ្្នឹងឯង2 1បែបហ្នឹងឯងបែបហ្នឹងអញ្ចឹងមួយទៀត continue គឺយើងដែលលើ continue ហ៎ច
chứ nó khổ vô là hai tới là sao dân khơi break lại ní hay nghe đa lưu con thì nhiều em là tình mất với mà hiện với cô vì làm cả dân hiện mà con si được cái gì phải đa lưu con thì nhiều ở trong xem sẵn mình ở chú sai là cô tình mất ai này cơ chứ không thì nhiều nó mày tới này chứ nó khổ vô nó tới con thì nhiều mẹ sao on skip con nhiều đó ấy mẹ ta dân skip cái lại mỗi lần ấy nhưng thôi cái tiết đời rác nhưng thôi bà to tụi này còn thang nó lại khăn vẫn dân skip thế là khi ho thang đi vào sân trên này phụ chân hoàn đang tới continue mình sa cô đi với miền máy chẳng hồ bà hà nhà hai đi tới ok chẳng cái lại này muốn nó về break ông bà chọn mongนี่เลยគ្នាយើងគិតមើលយើង print ពីម៉ានទៅយើងមិន print ទៅយើងមិនបាន1 1 1 2 1 3 2 1 2 2 2 3 3 1 3 2 3 3 3 3បើយើងអត់មាន continue អត់មាន break អីណាចុះបាននេះបើសិនជាអ្នកគ្រូដាក់ continue AA បែបហ្នឹងចឹង continue AA មានថាអ្នកគ្រូ skip អាហ្នឹងហើយអ្នកគ្រូធ្វើតទៀតអូនមើលកន្លែងនេះអញ្ចឹងអូនគិតថាតើកន្លែងនេះអ្នកគ្រូ skip តែកន្លែងលេខ2 2ហ្នឹងហើយ2 3 print ធម្មតាឬក៏ skip ទាំង2 2ហើយ2 3អញ្ចឹងយើងត្រូវគិតឡើងហ្នឹងអញ្ចឹងជាធម្មតាមានថាពេលចូលមកកន្លែងនេះវាត្រូវ print ដាក់អានេះវាចេញហើយ1 1 1 2 1 3តមក2 1វា print វាអត់តចូលលក្ខខណ្ឌនេះដល់កន្លែងនេះវាចាប់ដើមចូលលក្ខខណ្ឌបើសិនជា i របស់យើងស្មើ2 nj ស្មើ2អញ្ចឹងវា continue AA អញ្ចឹងពាក្យថា continue AA វាថា skip អា loop នេះហើយវាមកកាន់ខាងលើហ្មងអញ្ចឹងធម្មតាពេល skip ពេលបេះតាមដាក់បែបើសិនជាអូនគ្រាន់តែថា continue លក្ខខណ្ឌហ្នឹងយើងដាក់ continue មិនថាវា skip តែ2 2ឯងប៉ុន្តែនៅពេលដែលអូនដាក់ continue AA មានថាមកដល់កន្លែងហ្នឹងយើង skip អាហើយទៅដល់កាន់ loop ខាងក្រៅមកអញ្ចឹងវានាំឲ្យសារចាប់ពី3ទៅហ្មងអញ្ចឹងពេលអូន print វាទៅអូនបានវាយើងនឹងឃើញ result របស់យើងបែបទៀតយើងមានតែ2 1ឯង2 2អត់ចេញ2 3ក៏អត់ចេញដែរជាធម្មតាបើអត់មានរុញទៅ label AA នេះទេគឺវាត្រូវចេញ2 3តែដល់ពេលយើងដាក់ label AA វាបញ្ចប់អាហ្នឹងហើយវា loop មកកាន់ខាងលើហ្មងអញ្ចឹងបានឲ្យវាអត់ចេញបែបហ្នឹងអញ្ចឹងណាអញ្ចឹងនេះទៅលើ label ហើយនឹង continue អញ្ចឹងតិចទៀតអ្នកគ្រូឲ្យ lab code lab ហ្នឹងឲ្យយើងតេស្តអូនអាចតេស្តមើលមួយមួយហើយមើល how it work មានចម្ងល់សួរអ្នកគ្រូបានណាហ្នឹងហើយអញ្ចឹងនៅក្នុងនេះផងដែរយើងមាន infinitive for loop ពាក្យថា infinitive មានន័យថាយើង loop វាពាក្យថា infinitive គឺអានំ loop រហូតហ្នឹងហើយមានន័យថា loop រហូតហ្មងអត់មានពេលបញ្ចប់ទេតើអូនអាចបញ្ចប់វាបានដោយប្រើ control C terminate program របស់យើងហ្មងអញ្ចឹងណាបានយើងអាចបញ្ចប់វាបានចឹងឧទាហរណ៍ថាអូនចង់ឲ្យ loop របស់យើង for loop ទៅជា infinitive គឺយើងត្រូវប្រើ semicolon បែបនេះណាប្រើ semicolon បែបនេះដាក់ចូលក្នុង for ហើយយើង execute ទៅចឹងវាធ្វើរហូតអត់ចប់ទេដូចកន្លែងនេះអញ្ចឹងមានថាវា print infinitive loop print រហូតហ្មងបើកុំតអូនអស់ថ្មឬក៏តអូនបិទបានវាចប់បើអញ្ចឹងវាអត់ចប់ទេអញ្ចឹងបែបហ្នឹងអូខេចឹងខ្ញុំសូមចូលទៅការមួយទៀតគឺ while loop while loop យើងប្រើល្អនៅពេលណាដែលគឺគេប្រើវានៅពេលណាដែលចំនួនដងនៃការធ្វើ loop ហ្នឹងទេប៉ុន្តែយើងដឹងលក្ខខណ្ឌច្បាស់លាស់ណាគ្រូឧទាហរណ៍វា impossible ឧទាហរណ៍មកអ្នកគ្រូឲ្យអ្នកគ្រូមក$ដើម្បី shopping ហើយគាត់ប្រាប់ថា
Tôi mấy thứ từ tính từ thử sao lối một con mà mình một con là mà mình thử thăm mấy sao lối mình một với nhỉ sao lối một con là chẳng có miếng còn nọ cho nụ đo ai nè cụ tinh nhá tha tinh ta đọc đó hay ở lối thưa mấy sao con có phèo về còn thấy có phèo nó cụ tha thưa mấy thứ từ ở sao một con tinh mấy tinh từ có mấy phèo cho nụ đo hay thế là cụ mới lại khăn cho ba luôn cứ thưa ba sao một con chắc nên cụ ai tinh tôi sao muối tinh cả muối trở lại ở nốt lại con caประมาณnói chẳng tư công tơ pi pon này chẳng tư tao nói là cụ tinh sống trơn pi pon real này chẳng tư tinh bịch và mồi khai chẳng tư chắc nó cụ vẫn đang cho nó đong này ca thơ tinh nhảy bán shopping bỏ nè cụ vậy vẫn thấy là cụ mình lại khăn cho bà lò chắc nó không bạn năng ấy tôi lại khăn bạn năng cứ cái phở hòa lục chắc nó chắc biết đôi cái gì cứ phở condition là bài print là năng thọ mà bà ôn còn tập print hello world á ôn phở for loop phở ba loop đô ba loop cứ tranh hello worldเลยตักเนี่ยประมาณดอกดอยnó tranh đượcเนี่ยเรื่องเคลมเพียบข้อนี้cònนั่นเป็นนักประโยชน์แบบนั้นเอาดังกาเพอข้อนี้ใหญ่เถอะซึ่งว้าวต่อมาtiết xin tạo vào cái bên condition nhưng thôi anh chẳng thời lại ní cái bậc can chẳng nào initialization và lại can mà chẳng tớiต่อมาtiết nhưng print buộc thay mùi chẳng tới chẳng áนี่คือแบบนั้นไอ้ print มาเช็คดอกแต่ไหนแล้วโอนเคยบ่โอน print ธรรมดาดอกแบบนั้นยังเคย for loop มา loop โดยกันนี้เอาเข้าเนี่ยเต็มនៅក្នុង for loop ក៏មាន infinitive ដែរអូនគ្រាន់តែដូរកន្លែងលក្ខខណ្ឌហ្នឹង time true មកអញ្ចឹងវានឹងទៅជា infinitive loop ដូចគ្នាដូចទៅនឹង for loop អញ្ចឹងមួយទៀត do while loop នេះ honestly ទៅតាំងពីអ្នកគ្រូអាចថាអ្នកគ្រូចេញធ្វើការទៅ develop អ្នកគ្រូសរសេរកូដតិចឆ្នាំដែរអ្នកគ្រូសរសេរ3ឆ្នាំទេ developer ដល់មកអ្នកគ្រូធ្វើទៅខាង business logic អីហ្នឹងអ្នកគ្រូអត់សូវសរសេរកូដទេអ្នកគ្រូ analyze spec ឲ្យ developer ធ្វើវិញវាអាចថាវានៅស្ទើរចំនួនឆ្នាំដែលអ្នកគ្រូសរសេរកូដផងក៏ថាបានអ្នកគ្រូតាំងពីអ្នកគ្រូចេញធ្វើការអ្នកគ្រូអត់ដែរប្រើ do while ទេreality អ្នកគ្រូពិបាកបញ្យល់ថាតើកន្លែងមួយណាដែលយើងប្រើ do while ប៉ុន្តែអ្នកគ្រូលើកឧទាហរណ៍ដែលអូនងាយស្រួលយល់បានអញ្ចឹងណា do while គឺគេប្រើវានៅពេលណាដែល at least ក៏អូនត្រូវ print អា result ហ្នឹងបានម្ដងដែរក៏យើងត្រូវធ្វើនៅក្នុង loop ហ្នឹងឲ្យបានម្ដងដែរទោះជា condition ហ្នឹងអត់ត្រូវក៏ដោយណាគ្រូឧទាហរណ៍ថាយើង slot ហើយយើងចង់ដាក់ឲ្យវាប្រៃល្មមឆ្ងាញ់អញ្ចឹងសួរថាយើងធ្វើមិនដឹងថានឹងប្រៃល្មមឆ្ងាញ់យើងមានថា at least ក៏យើងត្រូវភ្លក់ម្ដងដែរត្រូវអត់អ្នកគ្រឿងឲ្យអូនភ្លក់សិនឆ្ងាញ់អត់បើសិនជាប្រៃល្មមឆ្ងាញ់ហើយបានយើងឈប់មានថា at least ក៏អូនភ្លក់ដែរវាប្រៃនៅភ្លក់មកប្រៃហើយអញ្ចឹង at least ក៏ម្ដងដែរបានយើងឈប់ធ្វើអញ្ចឹងទៅតែបើអត់ទេអូខេអត់ទាន់ប្រៃទេយើងមិន add មួយ spoon ទៀតអញ្ចឹងណា add បើមួយ spoon ទៀតមកភ្លក់ប្រៃនៅ add ថែមទៀតអញ្ចឹងណាអញ្ចឹងយើងឃើញធ្វើតណាទេប៉ុន្តែឧទាហរណ៍ថាប្រៃហើយវាត្រូវចូលលក្ខខណ្ឌហ្នឹងឯងមានថាតតអត់ទាន់ប្រៃបានយើងដាក់អំបិលប៉ុន្តែវាប្រៃហ្នឹងប៉ុន្តែធ្វើម៉េច at least ក៏យើងត្រូវភ្លក់បន្តដែរត្រូវអត់អញ្ចឹងនៅក្នុងលក្ខខណ្ឌបែបហ្នឹងឯងគឺអូនត្រូវប្រើ do while loop ចឹងសិនតាក់របស់គេគឺ do មុនហើយបន្តមក while តាមក្រោយចេះលក្ខខណ្ឌតាមក្រោយអញ្ចឹងកូដនៅក្នុង do ចឹងអូនឃើញអានេះ flow របស់គេចូលមកភ្លាម do statement ហើយយើង check condition បើ condition true ធ្វើតទៀត loop នៅក្នុងអត់បញ្ចប់ចឹងណាគ្រូសុំសួរមួយនេះកូដនេះបើសិនជាអ្នកគ្រូឲ្យ i ស្មើ15បែបហ្នឹង initialize i ស្មើ15 do system out print តម្លៃ i ហើយយក i បូកចឹងនៅក្នុងនេះ while i តូចជាង10អូនគិតថាអ្នកគ្រូបានទៅ result នេះចេញមិនមកជួយឆ្លើយអ្នកគ្រូម្នាក់មកអ្នកគ្រូយើងជួយឆ្លើយតែកន្លែងហ្នឹងឯងយើងគិតថា result របស់យើងចេញមិនយើងមាន2 3មានថាទី1មាន2ទី1អត់ចេញអីទេទី2ចេញ15
ឬក៏មួយទៀតចេញលូករបស់យើង print ពីមួយមកនាងគិតថានេះចេញមិនអត់ print ទៅអត់ចេញអី error ឬក៏មិនដែរមកជួយឆ្លើយអ្នកគ្រូតិចមើល 5 15 yes ត្រឹមត្រូវវា print 15អូនឃើញថា15លក្ខខណ្ឌរបស់យើងវាយកតែ i ណាតូចជាងស្មើ10ទេប៉ុន្តែហេតុអីបានវាចេញ15ដោយសារតែចូលមកភ្លាមវាឌូវាធ្វើហើយវាធ្វើវា print i 15ហើយហើយវា check លក្ខខណ្ឌអូលក្ខខណ្ឌរបស់យើងត្រូវអត់ i តូចជាងស្មើ10អត់អត់ថងប៉ុន្តែយើង print ហើយបានយើងធ្វើតទៀតអញ្ចឹង at least ក៏វាធ្វើម្ដងដែរអូនឃើញទោះលក្ខខណ្ឌខុសក៏ដោយក៏វា print 15ដែរអញ្ចឹងបាទនេះ5មានន័យថា i របស់យើង5អញ្ចឹងវាធ្វើ loop លក្ខខណ្ឌរបស់យើងតូចជាង10ហើយអញ្ចឹងវាចូលមក print រហូតពី5រហូតដល់10អញ្ចឹងវា print 5 9 7 8 9 10នេះបែបហ្នឹងអញ្ចឹងណាអញ្ចឹង do while គឺបែបហ្នឹងគឺយើងប្រើនៅពេលណាដែល at least យើងចង់ print វាបានម្ដងទោះបីជាលក្ខខណ្ឌខុសក៏ដោយឧទាហរណ៍របស់គេបែបនេះអញ្ចឹងនៅក្នុង do while loop ក៏អូនអាចធ្វើវាទៅជា infinitive បានដែរដោយសារតែគ្រាន់តែកន្លែង while នេះ change ទៅ true ទៅបែបហ្នឹងអូខេយើងមកកាន់ចំណុចចុងក្រោយក៏ពិតចាំ statement នេះណាក៏បានបញ្យល់មុនហ្នឹងហើយយកចាំ statement ក៏ពិតវាមិនមែនមានតែ2តែនៅក្នុងនេះលោកមិនចង់ដាក់2ព្រោះវាមាន return មួយទៀតតែ return គាត់អត់ដាក់ប្រហែលជាមកពីគ្នាយើងអត់តរៀន return ពាក្យច្រើនគេប្រើនៅក្នុងប្រើជាមួយ function ដើម្បីផ្ដល់តម្លៃឲ្យទៅកាន់ function វិញអត់មានត្រូវ print ឬក៏ធ្វើអីទេអញ្ចឹងណាយើងចាំ statement មាន3ហ្នឹងមាន break continue ហើយនឹង return អូគាត់ដាក់តាហ្នឹងហើយអញ្ចឹង stem statement វា provide way ដើម្បី control flow របស់យើងហើយ make program ហ្នឹងវា more flexible ដែលអូនបានឃើញមុនហ្នឹងអញ្ចឹងថាអូយើងធ្វើអាហ្នឹងមែនតែចូលលក្ខខណ្ឌមួយហ្នឹង break អីអញ្ចឹងទៅឬក៏ចូលអាហ្នឹង continue skip អាលក្ខខណ្ឌមួយហ្នឹងរត់ទៅណាអញ្ចឹងទៅឧទាហរណ៍អញ្ចឹងណា return statement មានថាការផ្ដល់តម្លៃឲ្យទៅកាន់ method របស់យើងអញ្ចឹង break terminate continue skip ហើយ continue បន្តក្រៅពីនឹងតទៀតអញ្ចឹងនេះដោយសារតែនេះអ្នកគ្រូបញ្យល់ហើយ break តែ break បញ្ចប់ហើយ continue ដូចអ្នកគ្រូប្រាប់មុនណា continue ដែលយើងមានហ្នឹងអ្នកគ្រូបញ្យល់ហើយគ្រាន់តែនេះគេអត់មាន label អញ្ចឹងណាអញ្ចឹងអានេះអ្នកគ្រូអត់បញ្យល់ទៀតទេដោយសារយើងចូល concept វាហើយអ្នកគ្រូមាន lab ឲ្យអូនធ្វើ lab នេះមានន័យថាដោយសារតែយើងហ៊ាននៅនេះអញ្ចឹងអូនត្រូវទៅសេកូដនឹងអ្នកគ្រូសាប់ចេះដោយសារអ្នកគ្រូធ្លាប់សិស្សដូចគ្នាយើងអញ្ចឹងតែអ្នកគ្រូរៀនគាត់បើប៉ុន្តែអ្នកគ្រូ copy កូដតែពីគ្រូឯងដល់ពេលអ្នកគ្រូចេញធ្វើការអ្នកគ្រូអត់សូវចេះសរសេរកូដទេពេលគេឲ្យសរសេរអ្នកគ្រូអត់ដឹងថាត្រូវសរសេរមិនអីមិនធ្លាប់តែ copy កែអីអញ្ចឹងទៅអ្នកគ្រូសាប់ចេះនៅពេលអ្នកគ្រូចេញធ្វើការអ្នកគ្រូ realize ថាអ្នកគ្រូបកកែសរសេរកូដនៅពេលដែលអ្នកគ្រូសរសេរកូដខ្លួនឯងអញ្ចឹងនៅក្នុង lab នេះគឺសុទ្ធតែកូដដែលបែបទៅតាមមេរៀនរបស់យើងមួយអូន copy ផាសក៏បានដែរ copy ផាស run submit ឲ្យអ្នកគ្រូប៉ុន្តែអូនអត់ចេះទេបើអូនសរសេរគ្នាយើងនឹងដឹងថាអូអានេះគេប្រកាស variable គេ if អញ្ចឹងបើខ្ញុំសរសេរខ្លួនឯងអូខ្ញុំខ្វះហើយក៏ពិតខ្ញុំត្រូវមានអាលក្ខខណ្ឌហ្នឹងត្រូវដាក់វងកញ្ចក់ឬដាក់អីអូននឹងស៊ាំដៃអញ្ចឹងណាអញ្ចឹងរៀនសរសេរមិនដែលសួរថាអ្នកគ្រូទៅកំហិតគ្នាយើងបានឲ្យ copy ផាសដើម្បី submit ហ្នឹងអត់ទេអញ្ចឹងអ្នកគ្រូលើកទឹកចិត្តឲ្យអូនរៀនសរសេរដើម្បីចេះរក្សាបទពិសោធន៍អ្នកគ្រូពេលអូនរៀនសរសេរកូដទៅយើងចេះច្រើន Lab 3 នេះសុទ្ធតែជាកូដបែបទៅតាមមេរៀនរបស់យើងដែលអូនបានរៀនមិញហ្នឹងចឹងអូន follow តាមហ្នឹងមកដំបូងអូន create folder ឈ្មោះ chapter 3អូន create file បែបតាមអ្នកគ្រូដាក់មួយហ្នឹងហើយសរសេរកូដហ្នឹងមកចុងក្រោយបំផុតពេលអូនសរសេរឲ្យអស់នេះយើង run មើលទៅបើមានចង្អុលអីសួរអ្នកគ្រូតាម main group ក៏បាន individual ក៏បានតែ individual អ្នកគ្រូខ្លាចអ្នកគ្រូមើលអត់ដោយសារតែអ្នកគ្រូមានសិស្សបច្ចេក practicum ច្រើនឆ្នាំទី4អញ្ចឹងទៅគាត់ឆាន individual ឬក៏ការងារច្រើនហើយអ្នកគ្រូ sin ជួនកាលអ្នកគ្រូមិនអាក់ sin គ្នាយើងអ្នកគ្រូដឹងថា sin ទៅអ្នកគ្រូអត់តបាន reply អញ្ចឹងអ្នកគ្រូអត់តហ៊ាន sin នេះទុកនឹងសិនដើម្បីអាចមកដល់លើកក្រោយអ្នកគ្រូដឹងថាអូអ្នកនេះអត់ត sin ទេត្រូវ reply អញ្ចឹងវាអាចយឺតប៉ុន្តែបើនៅក្នុង main group
អ្នកគ្រូរៀនយើងរាល់អាទិត្យអញ្ចឹងអ្នកគ្រូនឹងចូលមើល at least អ្នកគ្រូក៏ចូលមើលម្ដងពីរដងមុនថ្ងៃរៀនដែរហ្នឹងហើយអញ្ចឹងណាអញ្ចឹងអូនសរសេរឲ្យអស់ចុងក្រោយបំផុតមានថាអូនមិនបង្កើតមាន file របស់យើងមិនមាន folder អញ្ចឹងអូន save folder ហ្នឹងហើយ upload អា lab ហ្នឹងមកអញ្ចឹងណាអញ្ចឹងអ្នកគ្រូនឹងអាសាញអាហ្នឹងឲ្យគ្នាយើងនៅក្នុង Microsoft Teams អញ្ចឹងអូនធ្វើឲ្យត្រូវ save folder ហ្នឹង upload វាអានេះគ្រាន់តែជា lab ទេប៉ុន្តែគ្នាយើងក៏មាន homework ផងដែរ homework នេះអូនត្រូវបង្កើត folder គឺ homework chapter 3អញ្ចឹងទៅអូនដាក់ឈ្មោះអីក៏បានដែរឲ្យតែសម្គាល់សម្រាប់ homework chapter 3របស់យើងអូនត្រូវសរសេរ program ដើម្បីដោះស្រាយបញ្ហាអស់នេះនេះគឺជាអឺ topic នៃអាចនិយាយបានថា topic ហ្នឹងហើយរបស់យើងអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍ដូចនេះអញ្ចឹងអ្នកគ្រូចង់ឲ្យបងសរសេរ program មួយដើម្បីធ្វើការ simulation ទៅលើ traffic light យើងត្រូវសួរ user ឲ្យគាត់ input color អញ្ចឹងភ្លើងសញ្ញាចរាចរណ៍របស់យើងមានពណ៌ក្រហម yellow green បើសិនជាក្រហម yellow green ហ្នឹងហើយ red yellow green អញ្ចឹងបើសិនជា red យើងបោះ message ប្រាប់ថា stop បើសិនជា yellow យើងបោះ message ថា slow down ក៏ពិតបើមែនតើទៅបើសិន yellow យើងប្រឹងលឿនជាងមុនប៉ុន្តែយើងត្រូវគ្រប់ច្បាប់អត់ត្រឹមត្រូវអញ្ចឹង yellow គឺ slow down green go អញ្ចឹងអូនត្រូវ print message បែបហ្នឹងអានេះក៏ដូចគ្នាដែរបើនិយាយទៅអូនមើលប្រធានហ្នឹងតើយើងនឹងយល់ថាអ្នកគ្រូចង់បានធ្វើអីហីដល់នេះអញ្ចឹងអ្នកគ្រូចង់អូនសេ program មួយដើម្បី calculate the discount amount spent by user ក្នុងលក្ខខណ្ឌដែរបើយើង spend តូចជាង 1000 គឺយើងនឹងផ្ដល់ឲ្យ 20% discount spend 50 10% discount spend តូចជាងស្មើ500 no discount ជាក្នុងហ្នឹងយើងត្រូវឲ្យ user input amount ដែលគាត់ spend អញ្ចឹងមានន័យថាយើងត្រូវប្រើ scanner ដើម្បីឲ្យ user input បន្ទាប់ពី user input យើងនឹង display message នេះមិន display message ស្រាប់ចាស់ទេតែថាយក total amount spend is គឺបោះទៅតាម amount ដែលអូនទទួលពី user មកហើយ discount ប្រមាណភាគរយបេះទៅតាមលក្ខខណ្ឌនេះ and the total payment after discount is អញ្ចឹងយើងធ្វើមិនគណនាបានហ្នឹងហើយ logic របស់យើងឧទាហរណ៍គាត់ spend អស់ 1500 ធ្វើមិន 20% discount សល់មកនៅ logic របស់យើងដាក់មកធ្វើមិនណាអញ្ចឹងវាមានរហូតដល់5 6 homework ចឹងអូនធ្វើវាអានេះក៏អ្នកគ្រូសាញនៅក្នុង Microsoft Teams ដែរអូនធ្វើហើយ zip ដូចគ្នា zip folder homework ហ្នឹងហើយ upload មកណាមានចង្អុលអីឆ្អត់ចូលប្រធានមួយណាឬក៏អីសួរអ្នកគ្រូបានតាមក្រោយអញ្ចឹងថ្ងៃនេះមេរៀនរបស់យើងមានប៉ុណ្ណឹងគឺយើងមានចង្អុលអីទេទៅលើមេរៀនដែលយើងរៀននេះតែយើងរៀនប៉ុណ្ណេះមានចង្អុលអីអត់តពីហ្នឹងគឺអ្នកគ្រូដាក់ lab ដាក់ homework ឲ្យគឺយើងអាច voice សួរក៏បានអីក៏បានដែរតែត្រូវព្រមប៉ុណ្ណេះសិនគឺយើងមានចង្អុលអីទេអត់មានទេគ្រូអូខេអញ្ចឹងថ្ងៃនេះយើងមានប៉ុណ្ណឹងអញ្ចឹងអ្នកគ្រូនឹងអាសាញ lab ឲ្យ homework ឲ្យឥឡូវហ្នឹងឲ្យណាអូខេអរគុណគ្នាជួបគ្នាសប្តាហ៍ក្រោយជំរាបលាអ្នកគ្រូ ជំរាបលាអ្នកគ្រូ បាយចា បាយ